ឆ្នាំ1968ជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី2នៅក្នុងពិភពលោកតែនៅ23ឆ្នាំមុនជប៉ុនបានលើកទង់សចុះចាញ់សង្គ្រាមផ្ទះសម្បែងរោងចក្រអគារនៅទីក្រុងតូក្យូបានឆាបឆេះនៅសល់តែគ្រោងចឹងចំណែកឯទីក្រុងហីរ៉ូស៊ីម៉ានិងទីក្រុងណាហ្គាសាគីហេដ្ឋារចនាសម្ព័ន្ធមិភាគធំបានក្លាយទៅជាផេះភ្លាមដោយសារតែកម្លាំងផ្ទុះយ៉ាងមហិមារបស់គ្រាប់បែកប៉ារ៉ាម៉ាណូមនុស្សប្រមាណជា3លាននាក់បានបាត់បង់ជីវិតដោយសារតែសង្គ្រាមប្រជាជនប្រមាណជា9លាននាក់បានក្លាយជាជនអនាថាគ្មានផ្ទះសម្បែងដែលត្រូវទៅអ្នកដែលរស់រានមានជីវិតពីគ្រាប់បែកប៉ារ៉ាម៉ាណូក៏ត្រូវបានគេរើសអើងនៅក្នុងសង្គមជប៉ុនអ្នកខ្លះក៏បានចូលបញ្ជីខ្មៅហើយបាត់បង់ឱកាសការងារអ្នកខ្លះរកគូជីវិតមិនបានដោយមហាជនបានយកច្រឡំនិងខ្លាចការឆ្លងវិទ្យុសកម្មរោងចក្រខូចខាតមនុស្សក៏បាត់បង់ដែលធ្វើឲ្យជប៉ុនមិនអាចផលិតអ្វីបានប្រាក់យេនដែលប្រជាជនសន្សំខ្លាចជាក្រដាសទំនិញដែលប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃកប់ពពករហូតទៅដល់100ដងនៃតម្លៃដើមដែលធ្វើឲ្យប្រជាជនជប៉ុនព្រមលក់អ្វីនៅក្នុងខ្លួនក៏បានឲ្យតែបានបំពេញតម្រូវការក្រពះហើយសេដ្ឋកិច្ចជប៉ុនសឹងតែដាច់ខ្យល់ម្ដងនៅពេលនោះចំណែកឯប្រជាជនជប៉ុនរាប់សិបលាននាក់ក៏បានដាច់ស្បៀងបើយើងគិតឲ្យស្រួលយល់ជាមធ្យមមនុស្សម្នាក់ទទួលបានតែសាំងវិចពាក់កណ្ដាលជារៀងរាល់ថ្ងៃតែប៉ុណ្ណោះបើយើងហូបបែបនេះរាប់ខែរាប់ឆ្នាំទៅវាបង្កឲ្យមានការខ្វះជីវជាតិខ្វះវីតាមីននិងបង្កើតទៅជាជំងឺរាតត្បាតទៅលើប្រជាជនពេញផ្ទៃប្រទេសមុនពេលដែលមានសង្គ្រាមនិងក្នុងពេលដែលជប៉ុនមានសង្គ្រាមប្រជាជនជប៉ុនមានអំនួតយ៉ាងខ្លាំងទៅលើប្រទេសខ្លួនជនជាតិជប៉ុនបានគិតថាប្រទេសខ្លួនគឺជាប្រទេសដែលចុះមកពីឋានសួគ៌អធិរាជជប៉ុនគឺជាព្រះដែលដើរនៅលើដីហើយប្រទេសជប៉ុនមិនអាចចាញ់សង្គ្រាមបានទេនៅពេលដែលអធិរាជជប៉ុនបានប្រកាសអំពីការចុះចាញ់សង្គ្រាមតាមរយៈវិទ្យុទឹកមុខប្រជាជនជប៉ុនមានអាការៈស្លេកស្លាំងជាខ្លាំងនៅពេលដែលពួកគេបានឮព្រះរបស់គេនិយាយភាសាមនុស្សជាលើកដំបូងទឹកភ្នែកប្រជាជនជប៉ុនក៏ស្រក់ចុះមកដល់ដីជនជាតិជប៉ុនមិនត្រឹមតែឈឺចាប់ដោយសារតែការចាញ់សង្គ្រាមមួយមុខទេតែពួកគាត់ក៏បានឈឺចាប់ខ្លាំងដោយសារតែពិភពលោកដែលពួកគាត់បានដឹងបានស្គាល់គឺជាការកុហកនិងពោពេញទៅដោយការបោកប្រាស់ពីព្រោះអធិរាជជប៉ុនគ្រាន់តែជាមនុស្សម្នាក់ធម្មតាតែប៉ុណ្ណោះឆ្នាំ1947ជប៉ុនបានអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលបោះបង់សិទ្ធិក្នុងការធ្វើសង្គ្រាមប្រទេសនេះមិនអាចកសាងយោធាធំបានទៀតទេដោយនេះធនធានទាំងអស់ត្រូវបានបង្វែរទៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិវិញដើម្បីកសាងសេដ្ឋកិច្ចជាតិឡើងវិញការងារដំបូងដែលរដ្ឋាភិបាលត្រូវធ្វើគឺត្រូវបញ្ឈប់អធិបតេយ្យដែលធ្វើឲ្យទំនិញឡើងថ្លៃហួសហេតុជាមុនសិនតាមរយៈការកំណត់អត្រាប្តូរប្រាក់យេនជប៉ុននិងប្រាក់ដុល្លារអាមេរិក$1ស្មើទៅនឹង360យេនដោយនេះវាបានធ្វើឲ្យតម្លៃទំនិញជប៉ុនមានតម្លៃទាបសម្រាប់ប្រជាជនអាមេរិកប្រាក់យេនថោកនោះផលិតផលនាំចេញទៅបរទេសក៏មានតម្លៃសមរម្យដែលធ្វើឲ្យការនាំចេញកើនឡើងដូចនេះវាបង្កើតទៅជាការងារជាច្រើនកន្លែងសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ប្រជាជនជប៉ុនរដ្ឋាភិបាលជប៉ុនក៏ត្រូវបង្ខំចិត្តផ្អាកការបោះពុម្ពក្រដាសប្រាក់ដើម្បីកុំឲ្យលុយយេនចុះថ្លៃខ្លាំងពេកវិធីទាំងនេះពិតជាមានប្រសិទ្ធភាពក្នុងការបញ្ឈប់អធិបតេយ្យនៅជប៉ុនសង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគឺជាទុក្ខសោកសម្រាប់ជនជាតិកូរ៉េតែវាជាកាដូមួយសម្រាប់ប្រជាជនជប៉ុនក្នុងការកសាងប្រទេសឡើងវិញអាមេរិកបានប្រើប្រាស់ជប៉ុនជាទីកន្លែងសម្រាប់ផលិតនិងផ្គត់ផ្គង់សម្រាប់សង្គ្រាមកូរ៉េដូចនេះជប៉ុនបានបើករោងចក្រផលិតសព្វាវុធឡើងវិញដោយបានផ្គត់ផ្គង់អាវុធសម្រាប់ទាហានអាមេរិកនិងទំនិញសម្រាប់អង្គការសហប្រជាជាតិនៅក្នុងសង្គ្រាមកូរ៉េក្រោមការត្រួតពិនិត្យរបស់ទាហានអាមេរិកបានបញ្ជាទិញឡានរបស់ Toyota រាប់ពាន់គ្រឿងដែលជួយបញ្ជៀសក្រុមហ៊ុននេះពីការខ្សែធនបន្ទាប់ពីជប៉ុនសុំចុះចាញ់សង្គ្រាមរោងចក្រជប៉ុនបានក្លាយទៅជាផេះតែវាក៏បានផ្ដល់អត្ថប្រយោជន៍យ៉ាងចម្លែកមួយទៅដល់រោងចក្រប្រទេសជប៉ុនរោងចក្រនៅជប៉ុនមិនត្រូវការជួសជុលគ្រឿងម៉ាស៊ីនចាស់ៗទាំងនោះទៀតទេជប៉ុនបានកសាងរោងចក្រយ៉ាងថ្មីស្រឡាងដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយមកពីបណ្ដាប្រទេសលោកខាងលិចដូចជាអាមេរិកឬក៏អង់គ្លេសជាដើមរដ្ឋាភិបាលជប៉ុនបានផ្ដល់អាទិភាពនិងវិនិយោគទៅលើរោងចក្រផលិតធ្យូងថ្មរោងចក្រផលិតអគ្គិសនីនិងរោងចក្រផលិតដែកបន្ទាប់មករដ្ឋាភិបាលផ្ដល់អាទិភាពទៅលើរោងចក្រគីមីនិងការសាងសង់កប៉ាល់ដឹកជញ្ជូនទំនិញចុងក្រោយជប៉ុនផ្ដោតទៅលើការផលិតឡាននិងគ្រឿងអេឡិចត្រូនិករដ្ឋាភិបាលក៏នឹងគិតគូរទៅលើការដំឡើងពន្ធទៅលើក្រុមហ៊ុនផលិតរថយន្តមកពីបរទេសដើម្បីការពារក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកដូចជា Toyota ឬក៏ Honda ជាដើមធនាគារកណ្ដាលរបស់ជប៉ុនជាអ្នកផ្ដល់ប្រាក់កម្ចីនៅក្នុងអត្រាការប្រាក់ដែលទាបបំផុតមួយសម្រាប់វិស័យអាទិភាពដែលមានដូចជារោងចក្រផលិតដែកជាដើមរដ្ឋាភិបាលក៏ជួយជ្រោមជ្រែងក្រុមហ៊ុននៅក្នុងវិស័យអាទិភាពផ្សេងៗទៀតតាមរយៈការជួយទិញនិងទទួល
បានបច្ចេកវិទ្យាពីបណ្ដាប្រទេសលោកខាងលិចទោះបីជាហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំងក៏ពិតមែនជប៉ុនជាប្រទេសមួយដែលមានការអប់រំខ្ពស់តាំងតែពីដើមមកវិស្វករដែលធ្លាប់តែរចនាយន្តហោះចម្បាំងពួកគេបានផ្លាស់ប្ដូរទៅរចនារថភ្លើងល្បឿនលឿនឬក៏រថយន្តដែលសន្សំសំចៃប្រេងខ្ពស់ជាដើមផលិតផលដែលផលិតនៅប្រទេសជប៉ុនអំឡុងឆ្នាំ1940និងក្នុងឆ្នាំ1950ត្រូវបានគេស្គាល់ថាជាផលិតផលអន់គ្មានគុណភាពជារបស់ចម្លងពីអាមេរិកឬក៏អង់គ្លេសប្រជាជនជប៉ុនមិនអាចកសាងយោធាខ្លាំងក្លាជាងគេទៀតបានទេដូចនេះជនជាតិជប៉ុនបានដាក់ចិត្តដាក់កាយផលិតរបស់ដែលមានគុណភាពខ្ពស់ជាងគេហើយជនជាតិជប៉ុនដែលតែងតែធ្វើការលើសម៉ោងស្ទើរតែពេញមួយជីវិតរបស់គេធ្វើការតែក្រុមហ៊ុនមួយតែប៉ុណ្ណោះក្រុមហ៊ុនជប៉ុនបានយកវិធីសាស្ត្រត្រួតពិនិត្យគុណភាពពីអ្នកជំនាញអាមេរិកដោយពួកគេមិនត្រឹមតែផ្ដោតទៅលើការផលិតឲ្យបានច្រើនមុខតែមួយមុខទេក៏ប៉ុន្តែផលិតផលនោះមានភាពធន់មិនងាយខូចនិងមានគុណភាពល្អបំផុត20ឆ្នាំក្រោយមកអំឡុងឆ្នាំ1970ផលិតផលដែលមកពីប្រទេសជប៉ុនគឺជាផលិតផលដែលមានគុណភាពខ្ពស់ហើយដូចនេះបានជាយើងឃើញម៉ូតូ Honda ឡាន Toyota គឺជាផលិតផលដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់នៅពេញផ្លូវមិនថាមានរឿងអ្វីកើតឡើងម៉ូតូនិងឡានរបស់ជប៉ុនអាចដឹកយើងទៅកាន់គ្រប់កន្លែងដោយមិនមានការព្រួយបារម្ភឆ្នាំ1945ប្រទេសជប៉ុនបានខ្ទេចខ្ទាំនៅសល់តែផេះ23ឆ្នាំក្រោយមកជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី2នៅក្នុងពិភពលោករឿងនេះមិនមែនជារឿងចៃដន្យទេជប៉ុនបានអភិវឌ្ឍបានយ៉ាងរហ័សដូចជាសពថ្ងៃគឺមិនត្រឹមតែភាពជឿចាប់របស់ជនជាតិជប៉ុនតែមួយមុខទេរដ្ឋាភិបាលជប៉ុនត្រូវធានាស្ថិរភាពរបស់ប្រាក់យេនការពារនិងគាំទ្រឧស្សាហកម្មនៅក្នុងស្រុកនិងជំរុញការនាំចេញក្រុមហ៊ុនផ្ដោតសំខាន់ទៅលើគុណភាពនិងយកបច្ចេកវិទ្យាពីបរទេសមកអភិវឌ្ឍផលិតផលខ្លួនខណៈដែលជនជាតិជប៉ុនមានវប្បធម៌យកចិត្តទុកដាក់ក្នុងការធ្វើការងារនិងជាប្រទេសដែលមានការអប់រំខ្ពស់មួយជប៉ុនមិនត្រឹមតែបានសាងសង់អគារនិងសំណង់ផ្សេងៗឡើងវិញទេតែជប៉ុនបានធ្វើឲ្យពិភពលោកបានផ្លាស់ប្ដូរផ្នត់គំនិតចំពោះផលិតផលជប៉ុនស្លាកសញ្ញា Made in Japan ក្លាយជាសញ្ញាមួយដែលមានគុណភាពខ្ពស់និងទទួលស្គាល់ជុំវិញពិភពលោក